មនុស្សពឹងផ្អែកខ្លាំងទៅលើកេរ្តិ៍ឈ្មោះរក្សាវាដោយជីវិតរបស់អ្នកមានន័យថាកេរ្តិ៍ឈ្មោះរបស់យើងសំខាន់ណាស់បើគ្មានយើងត្រូវតែកសាងហើយបើមានហើយគឺត្រូវតែរក្សាដោយជីវិតរបស់អ្នកក៏ដោយបើអ្នកជាអ្នកលក់ដូរនៅលើបណ្ដាញសង្គមត្រូវរក្សាកេរ្តិ៍ឈ្មោះរបស់អ្នកឲ្យបានទោះក្នុងតម្លៃណាក៏ដោយរឿងសំខាន់មួយដែលមនុស្សភាគច្រើនដែលបានឡើងហើយបែរជាដាំក្បាលចុះមកវិញបាត់បង់កិត្តិយសទាំងកេរ្តិ៍ឈ្មោះខ្លួនឯងទៀតដោយសារតែរឿងមួយគឺភ្លេចកំណើតដើមយើងមានកេរ្តិ៍ឈ្មោះមកតថ្ងៃហ្នឹងប៉ុន្តែយើងភ្លេចថាយើងមានកេរ្តិ៍ឈ្មោះដោយសារអ្វីហើយរក្សារឿងទាំងអស់ហ្នឹងអត់បានថិតថេរយូរអង្វែងឲ្យវានៅជាមួយយើងហេតុអ្វីគេចូលចិត្តយើងហេតុអីបានជាគេគាំទ្រយើងហេតុអីបានជាគេមកទិញយើងហេតុអ្វីបានជាគេជឿជាក់យើងពីមនុស្សធម្មតាទៅជាមនុស្សមានកេរ្តិ៍ឈ្មោះតើយើងមានកេរ្តិ៍ឈ្មោះដោយសារអ្វីទន្ទិញរឿងហ្នឹងឲ្យចាំថាយើងមានថ្ងៃហ្នឹងដោយសារអ្វីរក្សាហ្នឹងឲ្យបានកេរ្តិ៍ឈ្មោះសំខាន់ណាស់ពេលខ្លះយើងយ៉ាប់យើងចង់បានគេឈ្មោះល្បីតែដល់ពេលបានល្បីយើងបែរជាលែងខ្វល់ពីហេតុដែលធ្វើឲ្យខ្លួនយើងល្បីឈ្មោះអានឹងអត់បានទេជារឿងមួយដែលបំផ្លាញគេឈ្មោះរបស់យើងធំមែនតើធ្វើអ្វីទៅគិតគេឈ្មោះនឹងជាធំតែម្ដងពេលខ្លះនៅពេលដែលយើងលោភលន់ពេកភ្លេចរឿងគេឈ្មោះជីវិតយើងនឹងរលាយសាបសូន្យហើយពេលនឹងយើងនឹងស្ដាយក្រោយនៅគេឈ្មោះដែលយើងខំកសាងមកជាយូរអង្វែងទាំងការនិយាយស្ដីទាំងការធ្វើសកម្មភាពទាំងការប្រស្រ័យតាក់ទងត្រូវប្រយ័ត្នឲ្យមែនតែនទៅលើគេឈ្មោះរបស់យើងរឿងមួយទៀតគឺតតាំងការពារគេឈ្មោះរបស់យើងនៅក្នុងសង្គមគេបានបង្រៀនយើងថាកុំតតាំងជាមួយនឹងសភាវៈអាក្រក់វាខាតពេលវានាំរឿងអីចឹងទៅប៉ុន្តែនៅក្នុងសង្គមជាក់ស្ដែងបើយើងមិនតបតវិញទេយើង